ជំរាបសួរត្រង់អាចារ្យដំអស់លោកស្រីនិងកញ្ញាទាំងអស់ជាទីគោរពរាប់អានជំរាបសួរទៅដល់អតិថិជនចាស់ក៏ដូចជាអតិថិជនថ្មីរបស់សម្រាប់បុប្ផាសួរសំអង្ការតើលោកអ្នកមានគម្រោងរៀបអាពាហ៍ពិពាហ៍របស់ខ្លួនហើយឬនៅតើលោកអ្នកមានគម្រោងរៀបចំថ្ងៃពិសេសទៅដល់កូនប្រុសកូនស្រីឬក៏ប្អូនប្រុសប្អូនស្រីរបស់លោកអ្នកហើយឬនៅប្រសិនបើបានគិតគូរនិងរៀបចំថ្ងៃពិសេសរបស់កូនប្រុសកូនស្រីឬក៏ប្អូនប្រុសប្អូនស្រីឬក៏ខ្លួនផ្ទាល់តែម្ដងសូមកុំភ្លេចសម្រាប់បុប្ផាសួរសំអង្ការណាសម្រាប់បុប្ផាសួរសំអង្ការដែលអស់លោកស្រីទាំងញាតែងតែស្គាល់ថាសំអង្ការលោកគ្រូណាវុធនៅស្តារដើមការតែម្ដងជាថ្មីម្ដងទៀតខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងពន្លឹកសម្រាប់ការគ្រប់គ្រងរបស់លោកអ្នករយៈពេលកន្លងមកដែលធ្វើឲ្យសម្រាប់បុប្ផាសួរសំអង្ការដើរដល់ពេលនេះដូច្នេះក្នុងនាមស្ថាបនិកសម្រាប់បុប្ផាសួរសំអង្ការក៏សូមឲ្យបងប្អូនទាំងអស់ព្រមទាំងអស់លោកស្រីនិងនាងកញ្ញាទាំងអស់នៅតែបន្តការគ្រប់គ្រងរាល់សេវាកម្មដែលរៀបចំទៅដោយសម្រាប់បុប្ផាសួរសំអង្ការក្នុងនាមស្ថាបនិកសម្រាប់បុប្ផាសួរសំអង្ការនិងទទួលខុសត្រូវខ្ពស់ចំពោះរាល់សេវាកម្មក្នុងការបម្រើជូនសេវាកម្មសំអង្ការជូនលោកអ្នកដូច្នេះប្រសិនបើមានថ្ងៃពិសេសកុំភ្លេចណាសម្រាប់បុប្ផាសួរសំអង្ការកុំភ្លេចសំអង្ការលោកគ្រូណាវុធ